សូមជូនរឿងទាតូចដែលមិនបោះបង់នៅអាចេស្រះតូចមួយមានសត្វទាតូចដែលមានឈ្មោះថាតាតាមានស្លាបតូចហើយមិនអាចហើរលឿនដូចជាមិត្តភក្តិរបស់នាងបាននោះទេជារៀងរាល់ថ្ងៃនាងតែងតែឃើញមិត្តភក្តិរបស់នាងហើរលេងនៅលើមេឃចំណែកឯខ្លួនវិញបានត្រឹមតែហើរតាក់តែម្នាក់ឯងតែប៉ុណ្ណោះនៅថ្ងៃមួយនាងបានស្ដាប់ឮសំឡេងទាធំបាននិយាយថាតាអើយអ្នកមិនអាចហើរបាននោះទេកុំព្យាយាមទៀតនោះឡើយតាពេលនោះក៏ចាប់ផ្ដើមមានទឹកមុខសោកសៅប៉ុន្តែនាងមិនបានបោះបង់នោះទេជារៀងរាល់ព្រឹកតាតែងតែហាត់ហាលនៅលើទឹកបាននឹងស្លាប់ឡើងទោះបីជាធ្លាក់ចុះមកជារឿយក៏ដោយជាច្រើនថ្ងៃកន្លងផុតទៅពេលព្រឹកមួយស្រាប់តែមានខ្យល់បោកបក់ជាខ្លាំងតាក៏បានត្រដាងស្លាប់ហោះហើរភ្លាមនោះនាងក៏អាចហើរទៅលើមេឃបានពិតសត្វទាដទៃទៀតបានភ្ញាក់ផ្អើលជាខ្លាំងហើយបានទៅសារទៅការតស៊ូរបស់តាពេលនោះពិតជាសប្បាយចិត្តណាស់ហើយនាងបាននិយាយទៅកាន់ពួកគេថាបើអ្នកមិនបោះបង់នឹងជឿជាក់លើខ្លួនឯងអ្វីក៏អាចនឹងជោគជ័យបាននោះដែរចាប់តាំងពីពេលនោះមកតាបានខ្លាចជាទាដ៏ក្លាហាននិងបានជួយបង្រៀនទាថ្មីឲ្យមានកម្លាំងចិត្តដូចជានាងតម្លៃអប់រំនៃរឿងនេះផងដែរបានបង្រៀនកុមារថាកុំបោះបង់ទោះបីជាយើងយឺតជាងគេបន្តិចក៏ដោយក៏យើងអាចឈានទៅដល់គោលដៅនោះបានដែរប្រសិនបើយើងមានការខិតខំនិងជឿជាក់ទៅលើខ្លួនឯង